ចាំមកមុខនេះបើសិនជាចុងភៅដែលនៅផ្ទះបាយធ្វើម្ហូបរាល់ថ្ងៃក៏ឃើញដឹងថាជាម្ហូបអីបាត់ហើយបងប្អូនចាសម្រាប់បងប្អូនដែលគាត់ដែលធ្វើម្ហូបធ្វើអីចឹងឃើញក៏គាត់ដឹងថាមុខម្ហូបមួយមុខនេះគេហៅថាអីដែរមែនទេប៉ុន្តែបងប្អូនខ្លះគាត់ធ្លាប់ហូបចឹងទៅគាត់ចំណាំគាត់ដឹងក៏ឃើញក៏គាត់ដឹងថាជាម្ហូបអីមុខម្ហូបមួយមុខនេះគ្រឿងផ្សំគឺងាយមែនតើបងប្អូនអើយនិយាយទៅឲ្យតែមានម៉ាំហើយនឹងមានត្រីពោឬត្រីប្រាអីគឺគ្រប់គ្រាន់ហើយព្រោះបន្លែប្លុករបស់យើងគឺនៅតាមផ្សារមានលក់ជាប្រចាំអញ្ចឹងថ្ងៃហ្នឹងនាងខ្ញុំមកធ្វើខម៉ាំបងប្អូនខម៉ាំជាមួយនឹងត្រីពោបងប្អូនចារបៀបធ្វើមិនពិបាកទេសំខាន់គឺយើងមានម៉ាំនឹងឯងហើយម៉ាំបើសិនជាម៉ាំបងប្អូនទិញពីផ្សារមកគឺបងប្អូនត្រូវការច្រាំវាព្រោះវាអាចនឹងមានឆ្អឹងមានអីចឹងណាយើងច្រាំម៉ាំរបស់យើងឲ្យម៉ត់ឲ្យអីមកបងប្អូនកុំឲ្យទុកវាធំពេកហើយម៉ាំដែលនេះខ្ញុំពងច្រាំនេះគឺជាប្រភេទម៉ាំដែលគេមានឈូសលាយល្ហុងចឹងណាអ្នកលក់គេលក់ភាគច្រើនគេឈូសលាយចឹងឯងចំណេញបងប្អូនហើយក្នុងនោះដែរបន្លែដែលនេះខ្ញុំមានដូចជាពេញប៉ោះហើយចឹងពេញប៉ោះហើយនេះខ្ញុំដាក់រៀងច្រើនដែរបងប្អូន3 4 5 6ផ្លែចឹងណាព្រោះនេះខ្ញុំអត់មានដាក់ម្ជូរដាក់អីចឹងយើងដាក់ពេញប៉ោះរៀងច្រើនទៅវាជូរហើយត្រប់គឺយើងដាក់ត្រប់ស្រួយបងប្អូនចាត្រប់ស្រួយបងប្អូនពុះជា2ក៏បានពុះជា4ក៏បានស្រ័យលើចំណងចំណូលចិត្តយើងហើយត្រប់ស្រួយសម្រាប់យកមកខម៉ាំហ្នឹងគឺយើងយកពួកអាខ្ចីហើយត្រប់ដែលមិនអាចខ្វះបានហ្នឹងគឺអាត្រប់វែងដែលគេហៅថាត្រប់ក្រគោយហ្នឹងឯងបងប្អូនអើយចាម្ទេសនេះខ្ញុំដាក់ជាមួយនឹងអាម្ទេសគេហៅថាហាវ៉ៃឬក៏ម្ទេសអីទេអាខៀវម្ទេសបន្លែហ្នឹងហ៎ហើយយើងដាក់ជាមួយនឹងដើមខ្ទឹមអីផងហើយគ្រឿងផ្សំដូចនេះខ្ញុំជម្រាបប្រាប់បងប្អូនហ្នឹងឯងគឺមានអីទេមានដូចដែលនេះខ្ញុំបានពងលើកបង្ហាញហ្នឹងឯងបងប្អូនបានដឹងស្រាប់ហើយមែនទេចាបើនិយាយពីផ្សិតវិញនឹងខ្ញុំអត់មានផ្សិតច្បើងឬក៏ផ្សិតជុលនេះខ្ញុំដាក់ផ្សិតរៀងធំនឹងជំនួសហ្នឹងណាបងប្អូនចាហើយនេះគឺជាត្រីពោដែលនេះខ្ញុំបានទិញពីផ្សារមកមុនដំបូងឡើយគឺយើងដាក់ប្រេងអូលីវតិចមកយើងយកគ្រឿងរបស់យើងមានគ្រឿងរបស់យើងដែលមានចាខ្ទឹមក្រហមខ្ទឹមសស្លឹកគ្រៃស្លឹកក្រូចយកមកម្លីងឲ្យឈ្ងុយតិចមកយើងចាប់ផ្ដើមដាក់ម្ទេសក្រហមម្ទេសក្រៀមយើងហ្នឹងនេះខ្ញុំទិញពីផ្សារអត់ចាំខ្លួនឯងទេបងប្អូនដាក់តន្តិចបានហើយអញ្ចឹងយើងកូរវាឲ្យឡើងក្លិនឈ្ងុយតែមកយកម៉ាំរបស់យើងហ្នឹងយកមកដាក់មកបងប្អូនម៉ាំរបស់យើងដាក់ហើយកូរម៉ាំរបស់យើងឲ្យរីងឆ្អិនតិចណាបងប្អូនចាហើយសម្រាប់កំឡុងពេលហ្នឹងបើសិនបងប្អូននេះអាចដាក់ភ្លើងមកល្មមណាកុំដាក់ភ្លើងខ្លាំងណាគីឡូវាខ្លោចដែរចាអញ្ចឹងយើងកូរដូចក្នុងវីដេអូនេះខ្ញុំមកបន្ទាប់មកគឺយើងចាប់ផ្ដើមយកត្រីមកដាក់ហើយចាពេលដែលយើងដាក់ត្រីហ្នឹងចាបងប្អូនយើងដាក់ឲ្យយើងកូរត្រីរបស់យើងមកត្រឡប់ពីត្រឡប់មកចាយើងកូរវាឲ្យកុំឲ្យទុកត្រីនឹងដកបែកចាំដាក់បន្លែយើងកូរវាឲ្យត្រឡប់ចុះត្រឡប់ឡើងឲ្យត្រីចូលជាតិជាមួយនឹងគ្រឿងម៉ាំអីរបស់យើងដែលយើងបានដាក់មិញហ្នឹងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមយកបន្លែរបស់យើងបន្លែរឹងហើយងាយផុយហ្នឹងមានត្រប់ស្រួយក៏ដូចជាត្រប់វែងហ្នឹងបងប្អូនយកវាមកដាក់មកអ្វីដែលនេះខ្ញុំបានរៀបរាប់ប្រាប់បងប្អូនអញ្ចឹងថាបើយើងក្រដាក់ឲ្យបន្លែពេកគឺពេលយើងដាក់ងាស់ត្រីហើយបានយើងដាក់បន្លែតាមក្រោយគឺនឹងអភ័យត្រីហើយម្លងពេលហ្នឹងគឺដាច់ខាតកំកោវាខ្លាំងណាបងប្អូនកោតិចខាងលើអញ្ចឹងបានហើយបើសិនបងប្អូនកោខ្លាំងវានឹងបែកសាច់ត្រីអស់ហើយបន្ទាប់មកយើងដាក់ប៊ីចេងស្ករឲ្យមកព្រោះសារម្ទេសយើងក៏ប្រៃម៉ាំយើងក៏រៀងប្រៃហើយយើងមិនដាក់អំបិលអីទេហើយដាក់ពេញប៉ោះដាក់ជាមួយនឹងម្ទេសបន្លែហើយដាក់ផ្សិតមកហើយយើងកោត្រឡប់ឲ្យផ្សិតយើងរៀងឆ្អិនបន្តិចយើងបង់តែជាមួយនឹងស្លឹកខ្ទឹមគឺរួចរាល់ហើយបងប្អូនរបៀបធ្វើគឺងាយចឹងហើយមិនពិបាកទេបើសិនជាបងប្អូនមើលវីដេអូឲ្យខ្លះណាគឺរៀងស្មុគស្មាញតែវីដេអូរបស់នាងខ្ញុំអត់សូវជាធ្វើអីស្មុគស្មាញទេដើម្បីបងប្អូនងាយតែបងប្អូនឃើញទេត្រីយើងមិនសូវកោនៅវារៀងបែកសាច់ចឹងណាចឹងហើយវីដេអូហ្នឹងនាងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលតែងតែគ្រប់គ្រងនាងខ្ញុំអរគុណច្រើនណាជម្រាបលាបាយបាយអញ្ចឹងហ្នឹងឥឡូវខម៉ាំជាមួយនឹងត្រីប្រារបស់នាងខ្ញុំឆ្អិនរួចរាល់ហើយចានិយាយទៅរបៀបធ្វើគឺងាយមែនតើបងប្អូនអញ្ចឹងអរគុណបងប្អូនដែលតែងតែគ្រប់គ្រងវីដេអូនេះខ្ញុំក៏ដូចជា share វីដេអូអញ្ចឹងណាចាមកហូបមួយមុខនេះគឺឆ្ងាញ់ណាបងប្អូនហើយអាចញ៉ាំបានគ្រប់កលៈទេសៈទៀតមិនប្រកែប្រកាន់អីទេចាអញ្ចឹងបើសិនជាបងប្អូនពេញចិត្តវីដេអូខ្ញុំកុំភ្លេចជួយ share ជូននាងខ្ញុំផងអរគុណច្រើនជម្រាបលាបាយបាយ